មកវិញសរុបគឺបានដល់ទៅ24ម៉ោងហើយណោះហើយអ្វីដែលសំខាន់នោះគឺអត់មានការ delay នៅពេលដែលយើងលេងហ្គេមដែលធ្វើឲ្យរូបភាពដើមមុនសម្លេងនោះឯងមុននឹងចូលដល់វីដេអូខ្ញុំចង់ឲ្យបងៗទៅលេងទៅថាតើកាប់ Bluetooth មួយនេះមានតម្លៃប៉ុន្មានដោយសារតែសមត្ថភាពរបស់វាគឺវាអស័ក្តិសមជាមួយនឹងតម្លៃសោះនេះជាផលិតផលថ្មីរបស់ Rapu គឺ Rapu T100 ដែលជាប្រភេទកាប់ Bluetooth កាសនេះគឺការរចនាមកមានរូបរាង premium ដូចទៅនឹងកាសថ្លៃៗអញ្ចឹងណាតើច្រឡំងាយស្រួលនឹងការយកតាមខ្លួនហើយរបៀបផលប្រាក់កាសនេះវិញគឺបងៗគាត់យកកាសចេញពីប្រអប់ហើយភ្ជាប់ជាមួយនឹង Bluetooth device របស់បងៗជាការស្រេចនៅលើកាសយកក៏អាចបញ្ជាលើវាបានដែរដែលយើងចុចទៅលើវាម្ដងវានឹងតម្លើងឬក៏បន្ថយសលេងចុចទៅលើវា2ដងវានឹង scope វីដេអូចុចទៅលើវា3ដងវានឹងបដូរចម្រៀងទៅមុខឬក៏ថយក្រោយបើនិយាយពីសំឡេងវិញគឺលឺរំដំនិងងំល្អខ្លាំងមែនតើដោយសារតែសំឡេងរបស់វាចេញមកជាប្រភេទ stereo បាសវិញក៏បុកល្អទៀតសំខាន់ថ្មវិញគឺស្ដាប់បានពីចន្លោះ5ទៅ6ម៉ោងហើយសាក់ក្នុងប្រអប់បានដល់ទៅ4 5ដងទៀតថ្មវិញសរុបគឺបានដល់ទៅ24ម៉ោងហើយណោះហើយពេលស្ដាប់អត់ថ្មដល់សូនសាក់ក្នុងប្រអប់ត្រឹមតែ50នាទីគឺវាពេញវិញហើយហើយអ្វីដែលសំខាន់នោះគឺអត់មានការ delay នៅពេលដែលយើងលេងហ្គេមដែលធ្វើឲ្យរូបភាពដើមមុនសម្លេងនោះឯងខ្ញុំសាកយកវាទៅលេងហ្គេម PUBG គឺវាលឺសម្រាប់ជើងច្បាស់ល្អខ្លាំងមែនតើហើយតម្លៃវិញក៏សមរម្យទៀតត្រឹមតែ$25តែប៉ុណ្ណោះនិយាយទៅគឺងាយមានការណាដែលធ្វើបានដូចវាក្នុងកញ្ចប់ថវិកានេះឯងហើយសំខាន់គឺមានធានាជូនរយៈពេល1ឆ្នាំទៀតបើបងៗចាប់អារម្មណ៍ជាមួយនឹងប្រភេទកាសនេះអាចមករកនៅខាងយើងបានអរគុណ